បងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំសូមចែករំលែកអំពីអត្ថប្រយោជន៍ចូលរៀនជំនាញកត់ត្រាបញ្ជីគណនេយ្យនិងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាជីវកម្មផលិតកម្ម Practical Accounting for Manufacturing Business រៀននៅ AFT Training Center គឺរៀនដោយអនុវត្តផ្ទាល់លើការងារឯកសារក្រុមហ៊ុនអាជីវកម្មផ្ទាល់ជាមួយនឹងប្រព័ន្ធ QuickBooks នេះជាឧទាហរណ៍ Bank Payment Voucher ដែលជាប្រភេទចំណាយដែលយើងបានកត់ត្រាចូល QuickBooks ហើយយើងមានឯកសារដែលគ្រប់គ្រងមកជាមួយនេះគឺជាឯកសារក្រុមហ៊ុនជាក់ស្ដែងរបស់ចំបៃពីបាំ Cambodia Co Ltd ដែលគាត់បានទិញដបយកមកប្រើប្រាស់សម្រាប់ធ្វើប្រេងកាឡា DK Bottle Cambodia Co Ltd ដែលជាអ្នកផ្គត់ផ្គង់ជូនគាត់នៅពេលដែលគាត់ទិញដបចំនួនច្រើនព្រោះគាត់ជារោងចក្រអញ្ចឹងគឺខាងគេមានជា VAT ជូនគាត់អញ្ចឹង Bank Payment Voucher ឯកសារដែលគាត់បានកត់ត្រាចូល QuickBooks ហើយមានគ្រប់គ្រងដោយតាក់ invoice វិក័យប័ណ្ណអាករចេញពីអ្នកផ្គត់ផ្គង់បានសម្រង់តម្លៃ quotation ចេញពីអ្នកផ្គត់ផ្គង់ purchase request បានសំណើទិញដែលក្រុមការងារផ្នែកគណនេយ្យគាត់ request ស្នើទៅ owner ឬក៏ finance manager check ដែលចេញជូនអ្នកផ្គត់ផ្គង់មួយនឹងអត្តសញ្ញាណប័ណ្ណរបស់អ្នកផ្គត់ផ្គង់នៅពេលដែលគាត់ទទួលប្រាក់ហើយនេះមួយទៀតគឺជាឧទាហរណ៍សម្រាប់ឯកសារចំណូលហើយនឹងមានឯកសារផ្សេងទៀតបើចង់ជៀបច្បាស់គឺបងប្អូនចូលរៀនទៅឯកសារទាំងអស់ហ្នឹងបងប្អូននឹងទទួលបានផងដែរនៅពេលដែលទទួលប្រាក់ពីអតិថិជនរួចយើងមាន receive voucher យកមកគ្រប់គ្រងដែលទាំងអស់នេះលេខកូដទាំងអស់គឺយើងបានកត់ត្រាក្នុង QuickBooks ហើយយកចេញពី QuickBooks ផងដែរហើយក៏មាន account receive voucher ផងដែរយើងក៏មាន official receipt ដែលយើងចេញជូនអតិថិជនយើងផងដែរនៅពេលដែលយើងទទួលប្រាក់គ្រប់គ្រងដោយ check អតិថិជនយើងត្រូវតែ copy យកមក support ជាមួយហើយវិក័យប័ណ្ណអាករតាក់ invoice និងមានប័ណ្ណសម្រង់តម្លៃ quotation ដែលយើងចេញជូនអតិថិជនជាមួយនឹង purchase order ប័ណ្ណបញ្ជាទិញជាមួយនឹងប័ណ្ណបញ្ជាលក់ sale order និង sale confirmation ជាមួយនឹងប័ណ្ណដឹកជញ្ជូន delivery note នៅពេលដែលយើងដឹកអីវ៉ាន់ជូនភ្ញៀវឯកសារទាំងអស់នេះគឺជាឯកសារក្រុមហ៊ុនអាជីវកម្មជាក់ស្ដែងផ្ទាល់តែម្ដងដែលយើងយកចេញពីប្រព័ន្ធ QuickBooks យើងអាច create នៅក្នុងប្រព័ន្ធ QuickBooks ទាំងអស់បានតែម្ដងណាវគ្គសិក្សាគណនេយ្យសម្រាប់ក្រុមហ៊ុនអាជីវកម្មផលិតកម្ម Practical Accounting for Manufacturing Business រៀនចប់និងចេះបានអត្ថប្រយោជន៍ដូចខាងក្រោមនេះ 1. យល់ដឹងអំពីប្រតិបត្តិការអាជីវកម្ម Business Transaction 2. រៀបចំឯកសារទិញលក់ទំនិញឬសេវាកម្ម Purchase and Sale Document 3. គឺការបង្កើតប្លង់គណនេយ្យគឺ Chart of Account នេះដូចនេះអញ្ចឹងគឺជាប្លង់គណនេយ្យជាក់ស្ដែងរបស់ក្រុមហ៊ុនជាក់ស្ដែងតែម្ដង 4. ការដំឡើងកម្មវិធី QuickBooks និង Set up QuickBooks 5. ការរៀបចំព័ត៌មានក្រុមហ៊ុន Set up Company Profile 6. ការកំណត់កម្មវិធីប្រើប្រាស់ក្នុង QuickBooks Set up Reference Item List និង Inventory List ដូចនេះអញ្ចឹងគឺ Inventory List ជាក់ស្ដែងរបស់ក្រុមហ៊ុនអាជីវកម្មជាក់ស្ដែង 7. ការកំណត់ការចំណាយតាមធនាគារ Bank Payment Voucher 8. ការកត់ត្រាប្រាក់បូរេនីតិវត្តនិងជំរះប្រាក់បូរេនីតិវត្តដែលគេហៅថា Cash Advance និង Clearance Advance 9. របៀបកត់ត្រាទ្រព្យហៅថា Fixed Asset 10. ការកត់ត្រាគណនេយ្យទៅបង់ Account Payable ដែលគេហៅថា AP 11. ការកត់ត្រាស្តុកនិងបច្ចេកទេស 12. ការកត់ត្រាវិក័យប័ណ្ណនិងវិក័យប័ណ្ណអាករ Invoice និងតាក់ Invoice Account Receivable ដែលគេហៅថា AR 13. ការកត់ត្រាចំណាយជាសាច់ប្រាក់ Cash Payment Voucher 4. ការកត់ត្រាទូទាត់គណនេយ្យទៅបង់ Make Payment Voucher AP 15. ការកត់ត្រាប្រាក់ខែនិងពន្ធសាររាន្តៈបច្ចេកទេសដែលមានគ្រប់គ្រងដោយ Excel និងបច្ចេកទេសប្រមូលពន្ធ 16. ការកត់ត្រាប្រកាសពន្ធប្រចាំខែតាក់ Monthly Return គឺជាបច្ចេកទេសដែលសំខាន់តែយើងកត់ត្រាពន្ធហើយនឹងប្រមូលពន្ធរបៀបម៉េច 7. ការកត់ត្រារំលោះទ្រព្យសកម្មអចលនទ្រព្យ Fixed Asset Depreciation តើគេរំលោះរបៀបម៉េច 18. ការផ្ទៀងផ្ទាត់សាច់ប្រាក់ក្នុងដៃនិងសាច់ប្រាក់ក្នុងធនាគារ Cash Bank Reconcile Cash Count និង Bank Reconcile គឺសំខាន់មែនទែន 19. គឺការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាក់ស្ដែងផ្ទាល់ដែលមាន Profit and Loss ជាក់ស្ដែងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបាយការណ៍លំហូរសាច់ប្រាក់ Statement of Cash Flow តែម្ដងរៀននៅ AFT Training Center គឺជាវគ្គអនុវត្តជាក់ស្ដែងប្រើពេលខ្លីចេះរៀនហើយចេះពិតប្រាកដអ្នកកំពុងធ្វើការងារផ្នែកគណនេយ្យរៀនហើយឡើងកម្រិតឧទាហរណ៍ជាក់ស្ដែងដូចជាសិស្សលោកគ្រូម្នាក់ដែលបងស្រីសវណ្ណគាត់មករៀន3វគ្គកត់ត្រាបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនសេវាកម្មនិងវគ្គកត់ត្រាបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនសេវាកម្មនិងគ្រឿងបន្លាស់និងវគ្គកត់ត្រាបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនទិញលក់ទំនិញរៀនចប់ហើយពី level accounting supervisor ខ្លាចខ្លួនទៅជា accounting manager តែម្ដង
នេះគឺជា reference ជាក់ស្ដែងដែលគាត់បានឡើងទៅជា accounting manager ហើយសិស្សលោកគ្រូម្នាក់ទៀតរៀនគណនេយ្យសម្រាប់ក្រុមហ៊ុនផលិតកម្មរៀនចប់ហើយគាត់មានសមត្ថភាពបង្កើតប្រព័ន្ធគ្រប់គ្រងគណនេយ្យ QuickBooks សម្រាប់កត់ត្រាគណនេយ្យឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ហើយនឹងមានច្រើនទៀតគ្រាន់តែអត់បានផុសអស់ការរៀនគណនេយ្យនៅ AFT Training Center រៀនបានពីរបៀបទី1រៀនតាម website មានវីដេអូបង្រៀនស្រាប់របៀបទី2ចុះឈ្មោះចូលរៀនផ្ទាល់រៀនមួយវគ្គតែ2ថ្ងៃទេថ្ងៃសៅរ៍និងថ្ងៃអាទិត្យយកថ្ងៃណាក៏បានដែរបើសិនជាមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនឥឡូវនេះដោយគ្រាន់តែតម្លាក់លេខទូរស័ព្ទជាមួយនឹង email សម្រាប់ចុះឈ្មោះចូលរៀនតាម website ក៏ដូចជាចុះឈ្មោះចូលរៀនផ្ទាល់សូមទំនាក់ទំនងតាម Facebook Page AFT Training Center ឬ Telegram 089 699 986សូមអរគុណ